ចាប់តាំងពីបើកទំព័រប្រវត្តិសាស្ត្រនៃសម័យអាណានិគមនិយមបារាំងមកប្រជារាស្ត្រនៃប្រទេសកម្ពុជាបានជួបនៅទុក្ខលំបាកវេទនាព្រោះអត់ឃ្លានការធ្វើទុក្ខបុកម្នេញការគៀបសង្កត់ជិះជាន់ការចាប់ចងធ្វើទារុណកម្មការចាប់ដាក់គុកឬក៏ការប្រហារជីវិតក៏បានកើតឡើងស្ទើរតែគ្រប់ទិសទីស្ថិតនៅក្នុងគ្រាដែលលំបាកបែបនេះគេឃើញមានអ្នកស្នេហាជាតិជាច្រើនបានក្រោកឡើងបះបោរនិងប្រឆាំងជាមួយនឹងរបបអាណានិគមនិយមបារាំងនេះស្ទើរតែគ្រប់ទីកន្លែងផងដែរនៅក្នុងវីដេអូមុនយើងបានសិក្សាស្វែងយល់ពីប្រវត្តិសាស្ត្រនិងវីរភាពរបស់លោកតាអាចារ្យស្វាដែលបានក្រោកឈរឡើងប្រមូលកេណ្ឌប្រជារាស្ត្របានជាច្រើនដើម្បីបណ្ដេញជនឈ្លានពាននៅភាគខាងត្បូងនៃប្រទេសនិងបានតតាំងយ៉ាងខ្លាំងក្លាជាមួយនឹងកងទ័ពបារាំងសេះផងដែរតែជាអកុសលការតស៊ូរបស់លោកតាអាចារ្យស្វាដែលបានបណ្ដេញជនជាតិយួនឈ្លានពាននឹងការប្រឆាំងជាមួយនឹងបារាំងឃោឃៅបានតែមួយរយៈខ្លីក៏បានស្លាប់បាត់បង់ជីវិតនៅក្នុងខែសីហាឆ្នាំ1965ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយរំលងបានតែមួយឆ្នាំប៉ុណ្ណោះមានអ្នកតស៊ូមួយរូបទៀតដែលបានងើបឡើងដឹកនាំចលនាតស៊ូប្រឆាំងនឹងបារាំងយ៉ាងរំជើបរំជួលពេញផ្ទៃប្រទេសហើយវីរជនម្នាក់នោះមានឈ្មោះថាអាចារ្យលក្ខណ៍ឬក៏ពោកំបោរដូច្នេះចង់ដឹងថាអាចារ្យលក្ខណ៍ឬលោកតាពោកំបោរមានប្រវត្តិនិងវីរភាពបែបណាខ្លះខ្ញុំសូមនាំអារម្មណ៍ពុកម៉ែបងប្អូនទៅសិក្សាស្វែងយល់បានទាំងអស់គ្នាលោកតាអាចារ្យលក្ខណ៍ឬពោកំបោរគាត់មានឈ្មោះពិតថាលោកគ្រូពៅគាត់គឺជាវីរបុរសដ៏ល្បីល្បាញនិងអង់អាចក្លាហានម្នាក់ដែលបានលាក់ឈ្មោះពិតមកសំងំលាក់ខ្លួនកេណ្ឌទ័ពនិងធ្វើសង្គ្រាមប្រឆាំងជាមួយនឹងទ័ពលួងនិងទ័ពអាណានិគមបារាំងសេះរហូតទទួលបានជ័យជំនះជាច្រើនបើយោងតាមសៀវភៅប្រវត្តិសាស្ត្ររបស់លោកស៊ូចម្រើនដែលបានបោះពុម្ពនៅឆ្នាំ1971អាចារ្យលក្ខណ៍ឬហៅពោកំបោរមានឈ្មោះពិតថាលោកគ្រូពៅគាត់គឺជាព្រះសង្ឃមួយអង្គដែលបានបួសរៀនធម៌អានៅតាមគន្លងនៃព្រះពុទ្ធសាសនាលោកមានស្រុកកំណើតនៅខេត្តរោងដំរីបច្ចុប្បន្នគឺខេត្តតៃninhនៃប្រទេសវៀតណាមលោកគ្រូពៅបានហាត់រៀននៅក្បាច់គុនបានយ៉ាងស្ទាត់ជំនាញនិងមានមន្តអាគមគាថាយ៉ាងពូកែស័ក្តិសិទ្ធិហើយមានជំនាញពូកែទាំងបាញ់ស្នានិងមានក្របព្រួយលាបជ័រពឹសទៀតផងមិនតែប៉ុណ្ណោះលោកគ្រូពៅគឺជាគ្រូព្យាបាលថ្នាំដ៏ពូកែស័ក្តិសិទ្ធិម្នាក់ផងដែរក្រៅពីនេះបើយោងតាមប្រសាសន៍របស់ព្រឹទ្ធាចារ្យដែលមានវ័យចំណាស់មួយចំនួនបាននាំគ្នានិយាយដំណើរតគ្នាថាលោកគ្រូពៅនេះបើតាមលោកដឹងគឺលោកមានមន្តគាថាខ្លាំងពូកែហើយស័ក្តិសិទ្ធិណាស់កាលជំនាន់នោះពួកទ័ពបារាំងនាំគ្នាតាមពាត់ចាប់លោកគ្រូយ៉ាងណាគ្រាន់តែលោកគ្រូគួចគំនុយស្មៅមួយសោះស្រាប់តែលាក់បាត់ខ្លួនគ្មាននរណារកលោកឃើញឡើយធ្វើឲ្យបារាំងវិលក្បងរហូតអ្នកស្រុកនាំគ្នាហៅឈ្មោះទីកន្លែងនោះថាភូមិអាចារ្យលក្ខណ៍តរហូតមកដល់បច្ចុប្បន្ននេះដោយសារតែមើលឃើញពីទុក្ខវេទនារបស់ប្រជារាស្ត្រខ្មែរក្រោមការដឹកនាំរបស់លួងនរោត្តមនិងពួកអាណានិគមនិយមបារាំងឃោឃៅនាសម័យនោះលោកគ្រូពៅបានចាក់ចេញពីខេត្តរោងដំរីដែលជាស្រុកកំណើតរបស់លោកដោយដាក់ជាប់តែចបជីកមួយជាប់តាមខ្លួនដើម្បីធ្វើជាអាវុធការពារខ្លួនផងនិងសម្រាប់ទុកជីកថ្នាំឬឈើព្យាបាលអ្នកជំងឺផងលោកបានលាក់ឈ្មោះនិងលាក់ត្រកូលមករស់នៅខេត្តកំពង់ស្វាយបច្ចុប្បន្នគឺខេត្តកំពង់ធំដែលជាតំបន់សម្បូរទៅដោយជនជាតិគួយស្ទៀងនិងជនជាតិខ្មែរផងដែលរស់នៅសម័យកាលនោះលុះពេលបានមកដល់ខេត្តកំពង់ស្វាយហើយដោយលោកធ្វើជាគ្រូព្យាបាលជំងឺពោលគឺនៅពេលដែលអ្នកស្រុកសួរនាំលោកថាលោកមានឈ្មោះអ្វីដែរលោកគ្រូបានប្រាប់អ្នកទាំងអស់នោះថាលោកឈ្មោះលក្ខណ៍ហើយឈ្មោះលក្ខណ៍នេះធ្វើឲ្យអ្នកស្រុកយល់ថាមានន័យល្អមានលៀបមានជ័យល្អក្រៃពេកហើយអ្នកស្រុកក៏នាំគ្នាហៅលោកគ្រូថាលោកគ្រូអាចារ្យលក្ខណ៍លោកគ្រូអាចារ្យលក្ខណ៍តរៀងមកទោះបីលោកគ្រូអាចារ្យលក្ខណ៍បានមករស់នៅក្នុងខេត្តកំពង់ស្វាយហើយ
ការរស់នៅរបស់លោកមានសេចក្តីសុខស្រួលយ៉ាងណាក្តីក៏លោកគ្រូមិនដែលភ្លេចអំពីទុក្ខលំបាកវេទនារបស់ពលរដ្ឋនោះឡើយក្រោមការធ្វើទុកបុកម្នេញអំពីរដ្ឋអំណាចរបស់ហ្លួងនិងការធ្វើបាបរបស់ពួកបារាំងសេះលោកក៏បានបំផុសគំនិតប្រជាជនកែនធ្វើទ័ពឲ្យមកចូលរួមជាមួយចលនាតស៊ូជាមួយនឹងលោកដើម្បីងើបឡើងប្រឆាំងជាមួយនឹងពួកស្ដេចហ្លួងនិងពួកអាណានិគមបារាំងដែលបានធ្វើបាបរាស្ត្រនៅក្នុងសម័យកាលនោះបន្ទាប់ពីកេណ្ឌពលបានមួយចំនួនហើយលោកក៏បានចាប់ផ្ដើមបង្រៀននៅយុទ្ធវិធីធ្វើសឹកខ្លះហាត់ដាវកំបិតលំពែងដំបងធ្នូស្នាបានយ៉ាងស្ទាត់ជំនាញលុះបានមួយរយៈក្រោយមកលោកបានដឹកនាំកងទ័ពប្រដាប់ដោយដាវលំពែងកំបិតដែលលោកបានបង្ហាត់បង្រៀននិងមានកាំភ្លើងតិចតួចដែលលោកបានវាយដណ្ដើមពីពួកបារាំងសេះលោកក៏បានលើកទ័ពទៅវាយរំដោះយកខេត្តរោងដំរីដែលជាស្រុកកំណើតរបស់លោកមុនគេរហូតទទួលបានជ័យជំនះជាលើកទី1រហូតក្រោយមកលោកបាននាំទ័ពទៅវាយដណ្ដើមយកបានខេត្តជាច្រើននៅក្នុងស្រុកខ្មែរគ្រាន់តែរយៈពេលប្រមាណ3ខែប៉ុណ្ណោះកងទ័ពរបស់អាចារ្យលក្សណ៍បានវាយកាន់កាប់នគរកម្ពុជាស្ទើរតែទាំងអស់ធ្វើឲ្យពួកមេទ័ពហ្លួងនិងពលសេនារត់យកតែប្រាសយុសំបីតែទីក្រុងឧដុង្គក៏កងទ័ពរបស់អាចារ្យលក្សណ៍បានវាយដណ្ដើមជ័យជំនះផងដែរនៅសល់តែទីក្រុងភ្នំពេញមួយតែប៉ុណ្ណោះដែលស្ថិតនៅក្នុងក្រោមការគ្រប់គ្រងរបស់បារាំងសេះនៅក្នុងខែធ្នូឆ្នាំ1866កម្លាំងចលនាតស៊ូមានការកើនឡើងយ៉ាងកក្រឹកកក្រែងសរុបមានអ្នកចូលរួមប្រមាណជាង 10,000 នាក់ដែលជាហេតុធ្វើឲ្យស្ដេចហ្លួងមានការខឹងក្រេវក្រោធជាខ្លាំងហើយបានបញ្ជាឲ្យមេទ័ពទាំងអស់រួមគ្នាដើម្បីធ្វើយ៉ាងណាសម្រាប់អាចារ្យលក្សណ៍នេះឲ្យបានដាច់ខាតបញ្ជារួចហើយស្ដេចហ្លួងក៏បានទៅពឹងដល់បារាំងសេះឲ្យនាំទ័ពមកជួយច្បាំងជាមួយនឹងកងទ័ពរបស់អាចារ្យលក្សណ៍ផងដែរការពឹងពាក់របស់ហ្លួងនេះក៏ទទួលបានដោយក្តីប្រាថ្នាមិនយូរប៉ុន្មានទ័ពរបស់បារាំងសេះក៏បានលើកមករួមជាមួយនឹងអាវុធយុទ្ធភ័ណ្ឌទំនើបផងឡើងតាមកប៉ាល់ដើម្បីមកជួយច្បាំងនៅក្នុងពេលនោះសង្គ្រាមបានកើតឡើងយ៉ាងប្តូរផ្តាច់រវាងទាហានបារាំងសេះដែលមានកាំភ្លើងទំនើបមកជួយច្បាំងផងធ្វើឲ្យខាងចលនាតស៊ូរបស់ទ័ពអាចារ្យលក្សណ៍មិនអាចទប់ទល់បានហើយចាញ់រត់បាក់បែកចាត់ខ្ចាយចែកផ្លូវគ្នាយកតែប្រាសអាយុរៀងខ្លួនចំណែកលោកអាចារ្យលក្សណ៍ក៏បានរត់ទៅសំងំលាក់ខ្លួនពួនអាត្មានៅឯខេត្តកំពង់ស្វាយវិញតែជាអកុសលនៅខែធ្នូឆ្នាំ1867លោកគ្រូអាចារ្យលក្សណ៍ត្រូវបានទ័ពបារាំងសេះតាមចាប់ខ្លួនបានសម្រេចហើយកាត់ក្បាលរបស់លោកយកទៅដោតនៅទីក្រុងឧដុង្គជាការបង្ហាញនិងគំរាមឲ្យប្រជានារីកុំយកតម្រាប់តាមដោយសារតែភាពក្លាហានវីរភាពនិងការតស៊ូរបស់លោកគ្រូអាចារ្យលក្សណ៍ត្រូវបានអ្នកស្រុកចងចាំជានិច្ចនិរន្តរ៍តរៀងមកជាពិសេសគឺអ្នកខេត្តកំពង់ស្វាយដែលសពថ្ងៃគឺខេត្តកំពង់ធំតែម្ដងដែលមានភ័ស្តុតាងមកដល់សពថ្ងៃនេះគឺមានភូមិមួយដែលមានឈ្មោះថាភូមិអាចារ្យលក្សណ៍និងសង្កាត់អាចារ្យលក្សណ៍ផងដែរជាមួយគ្នានេះផងដែរនៅចុងឆ្នាំ2018លោកអភិបាលខេត្តកំពង់ធំបានផ្ដួចផ្ដើមកសាងរូបសំណាកលោកតាអាចារ្យលក្សណ៍ឬលោកតាពោកំបោរដែលរូបសំណាកនេះសាងសង់ឡើងអំពីស្ពាន់និងលោហៈធាតុផ្សេងដែលមានកម្ពស់4ម៉ែត្រកន្លះនិងទម្ងន់2តោនកន្លះផ្នែកខាងមុខដៃទាំងសងខាងកាន់ដាវរាងកោងដកចេញពីស្រោមបន្តិចក្នុងគោលបំណងបង្ហាញអំពីកេតនភ័ណ្ឌដែលគាត់បានប្រើប្រាស់ក្នុងការប្រយុទ្ធតស៊ូឬបង្ហាញពីវេរភាពនៃការតស៊ូនិងភាពក្លាហានរបស់លោកជើងខាងឆ្វេងមានភ្ជាប់ជាប់ជីកក្នុងគោលបំណងបង្ហាញឲ្យឃើញថាលោកតាអាចារ្យលក្សណ៍គឺជាគ្រូមន្តអាគមមើលជំងឺចេះផ្សំថ្នាំព្យាបាលហើយផ្នែកខាងក្រោយខ្នងមានស្នានិងបំពង់ដាក់គ្រាប់ស្នាក្នុងគោលបំណងបង្ហាញឲ្យឃើញថានៅពេលលោកតាអាចារ្យលក្សណ៍ចេញប្រយុទ្ធតស៊ូជាមួយបារាំងក្រៅអំពីដាវក៏លោកបានប្រើប្រាស់នៅអាវុធជាស្នាដែលមានលាបដោយពឹស
ពោះឬក៏ផ្លែឈើពលផ្សេងៗរូបសំណាក់នេះស្ថិតនៅទីតាំងច្រមុះជ្រូកផ្លូវវាងក្រុងស្ទឹងសែនក្នុងសង្កាត់អាចារ្យលក្ខណ៍ក្រុងស្ទឹងសែនខេត្តកំពង់ធំដែលបានធ្វើពិធីអភិសេកនៅក្នុងថ្ងៃទី24ខែកុម្ភៈឆ្នាំ2021អាជ្ញាធរខេត្តបានកសាងរូបសំណាកលោកតាអាចារ្យលក្ខណ៍នេះឡើងគឺដើម្បីរំលឹកអំពីវីរភាពស្នេហាជាតិរបស់លោកដែលបានដឹកនាំចលនាតស៊ូប្រឆាំងការត្រួតត្រារបស់បារាំងនិងជាអ្នកដែលមានបារមីខ្លាំងពូកែតាមថែរក្សាទឹកដីនិងប្រជាជនទាំងមូលឲ្យរស់នៅបានសុខសាន្តរហូតតទៅ